ឱកាសគឺបានហុចមកហើយតើអ្នកឲ្យឱកាសនោះបាត់បង់ទៅទាំងអាសាបងមែនទេសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមានសាច់រឿងមួយមកសម្រាប់ឲ្យអ្នកគ្នាស្ដាប់សាច់រឿងនេះដែរគឺបង្ហាញពីស្នេហាវ័យវិទ្យាល័យរបស់ក្មេងពីរនាក់តោះកុំឲ្យកាត់ពេលយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាសាច់រឿងផ្ដើមឡើងជាមួយនឹងក្មេងប្រុសម្នាក់ឈ្មោះលីម៉ូឆ្នាំនេះគាត់មានអាយុ25ឆ្នាំហើយបន្ទប់ចាស់វ័យកុមារភាពគាត់បានរើរបស់របរដែលមាននៅការវ័យវិទ្យាល័យគាត់មកមើលហើយនឹកគិតទៅដល់រឿងមួយរយៈចុងក្រោយនេះបណ្ដាគាត់គឺបរាជ័យនៅក្នុងការងារហើយនឹងគ្រួសាររបស់គាត់គឺមិនសូវទុកចិត្តទៅលើគាត់ប៉ុន្មានទេខ្លាចតែគាត់មិនអាចជួយខ្លួនឯងនៅពេលអនាគតនេះបានហើយពេលនេះហើយដែលគាត់បដូរមកកាន់កន្លែងចាស់របស់គាត់ហើយរើអីវ៉ាន់នៅវ័យកុមារភាពរបស់គាត់មកមើលពេលរើអីវ៉ាន់នោះគាត់ក៏បានរកឃើញនៅខ្សែអាត់មួយសម្លេងនៅក្នុងប្រអប់ដាក់អីវ៉ាន់របស់គាត់នៅលើប្រអប់ខ្សែអាត់នោះរកឃើញឈ្មោះមិត្តវ័យកុមារភាពរបស់គាត់នឹងធ្វើឲ្យគាត់នឹកឃើញទៅកាន់អតីតកាលមួយក៏បានរត់ចេញទៅក្រៅរួចនឹកគិតទៅអតីតកាលរបស់គាត់កាលនៅវិទ្យាល័យហើយសាច់រឿងក៏បានបង្វិលទៅអតីតកាលសិស្សវិទ្យាល័យ3នាក់គឺជាមិត្តនឹងគ្នាដល់ជាមិត្តដ៏ស្និទ្ធស្នាលបំផុតចេញពីរៀនគេតែងតែមកលេងផ្ទះរបស់លីម៉ូដើម្បីរៀនបន្ថែមនិងរៀខតសំឡេងឲ្យគ្នាទៅវិញទៅមកនៅលើប្រអប់ខ្សែអាត់មួយតួឯកស្រីឈ្មោះ Serio យើងតែងតែទន់ភ្លន់ទៅដាក់លីម៉ូជានិច្ចហើយនៅក្នុងចិត្តរបស់តួឯកស្រីយើងគឺតែងតែលួចស្រឡាញ់លីម៉ូជានិច្ចតែនាងមិនហ៊ានសារភាពទៅកាន់គាត់ទេហើយលីម៉ូវិញក៏លួចស្រឡាញ់ទៅលើ Serio ដែរប៉ុន្តែគាត់មិនហ៊ានសារភាពប្រាប់នាងនិយាយទៅពីអ្នកហ្នឹងគឺលួចស្រឡាញ់គ្នាទៅវិញទៅមកគ្រាន់តែគឺអត់ហ៊ានសារភាពទៅគ្នាទេនៅពេលវេលាមួយគឺ Serio គឺនាងបានដើរចំពុកជើងដួលពេលដែលចេញដំណើរចេញពីផ្ទះរបស់លីម៉ូដែលធ្វើឲ្យនាងដើរមិនរួចពេលនោះហើយដែលលីម៉ូបានជួលនាងទៅផ្ទះស្លៀកពេលនេះដែរ Serio គឺបានបកលឲ្យខ្សែអាត់សំឡេងមួយដើម្បីឆ្លតសំឡេងពួកគេទាំងពីរនាក់ផ្ទាល់ខ្លួនសម្រាប់ថ្ងៃក្រោយពួកគេអាចបើកសំឡេងនោះស្ដាប់នៅពេលណាមួយចាប់តាំងពីថ្ងៃនោះមកគឺពួកគេទាំងពីរគឺតែងតែមានទំនាក់ទំនងលើពីមិត្តភ័ក្តិហើយពួកគេទាំងពីរតែងតែរៀបខតសំឡេងផ្ញើឲ្យគ្នាទៅវិញទៅមកដែលក្នុងសំឡេងទាំងអស់នោះគឺនិយាយអំពីការរស់នៅប្រចាំថ្ងៃការជារៀងលេងទៅនិយាយសារសងគ្នាជាដើមដោយសារតែសម្ពាធគ្រួសារ CU ត្រូវបានឪពុកបង្ខំឲ្យប្រឡងឲ្យជាប់នឹងត្រូវរៀននៅសាកលវិទ្យាល័យខ្ពស់មួយហើយវិបាកសម្រាប់ចិត្ត CU ក៏បានយករឿងនេះមកប្រាប់មិត្តទាំងពីរអ្នករបស់គេចិត្តនាងមួយគិតថាបើនាងទៅរៀននៅសាកលវិទ្យាល័យមួយនោះគឺនាងនឹងឃ្លាតឆ្ងាយពីពួកគេទាំងពីរនាក់ហើយបើនាងមិនធ្វើតាមឪពុករបស់គេទេនាងនឹងត្រូវឪពុកស្ដីបន្ទោសនិងវាយនាងជាខ្លាំងពេលនោះលីម៉ូគឺមិនចង់ឲ្យនាងទៅទេព្រោះថានៅសាកលវិទ្យាល័យយ៉ាងពូនោះគឺត្រូវការសិស្សដែលមានពិន្ទុខ្ពស់ខ្លាំងណាស់គឺខ្លាចថានាងមិនអាចសម្រេចពិន្ទុនោះបានធ្វើឲ្យនាងបរាជ័យនឹងជាអាម៉ាស់មួយដ៏ធំប៉ុន្តែ CU នាងគឺមិនអាចប្រឆាំងជាមួយនឹងឪពុកនាងបាននោះទេគឺមានតែសម្រេចទៅតាមនឹងទេពេលនោះលីម៉ូគឺខឹងខ្លាំងនឹងស្រែកដាក់នាងជាខ្លាំងដែលធ្វើឲ្យ CU គឺអន់ចិត្តឡើងនៅពេលដែលត្រឡប់មកផ្ទះវិញលីម៉ូបានយករឿងដែល CU នឹងផ្លាស់ប្ដូរទៅរៀននៅសាកលវិទ្យាល័យ CU ហ្វាងដែលជាសាកលវិទ្យាល័យខ្ពស់មួយនៅប្រាប់គ្រួសារគាត់ឲ្យបានដឹងពេលនោះគ្រួសាររបស់គាត់គឺសរសើរទៅកាន់ CU ខ្លាំងគឺនាងឆ្លាតនឹងអាចប្រឡងជាប់ជោគនៅសាកលវិទ្យាល័យមួយនោះហើយក៏សួរទៅកាន់លីម៉ូវិញថាតើឯងមានកម្រងទៅរៀននៅទីនោះជាមួយនាងទេគាត់ក៏បានឆ្លើយថាគាត់នឹងទៅរៀននៅសាលានោះជាមួយនឹងនាងដែរហើយគ្រួសារគាត់ក៏បាននិយាយកាត់ថាមិនអាចទេគឺសាលានោះគឺនៅឆ្ងាយណាស់ហើយលុយថ្លៃបង់សាលានោះក៏ច្រើនដែរគឺគាត់មិនមានលទ្ធភាពជូនឲ្យគាត់ទៅរៀននៅសាលានោះទេប៉ុន្តែឪពុកលីម៉ូបាននិយាយថាតែបើឯងខំប្រឹងរៀនគឺគាត់នឹងចំណាយគ្រប់អ្វីនឹងឲ្យឯងទៅរៀននៅសាលានៅជាមួយនឹងនាងទាល់តែបានរៀបអវ័នបំរុងរួចហើយគេក៏បានឃើញខ្សែអាត់ដែរពួកគេទាំងពីរនិយាយសារសងគ្នាពីមុនតែពេលព្រឹកឡើងមុនថ្ងៃប្រឡងចូលមកដល់លីម៉ូបានហុចខ្សែអាត់នោះឲ្យនាងដោយនិយាយពាក្យអ្វីមួយមកកាន់គាត់មុននឹងពួកយើងត្រូវបែកគ្នាទៅរៀននៅសាកលវិទ្យាល័យផ្សេងគ្នាពេលនោះហើយដែល CU បានសួរទៅកាន់លីម៉ូថាតើលោកនឹងជ្រើសរើសយកសាកលវិទ្យាល័យមួយណាប៉ុន្តែសម្រាប់លីម៉ូវិញគឺគាត់មិនបានឆ្លើយនឹងចម្លើយទៅកាន់នាងទេតែ CU គឺមិនដឹងទេថាលីម៉ូពេលនេះគឺខិតខំរៀនដើម្បីចូលទៅកាន់សាកលវិទ្យាល័យយ៉ាងពូនោះជាមួយនឹងនាងដែរទោះ
បននៅរដូវក្តៅចូលមកដល់ក៏ពួកគេមិនបានដើរលេងដែរគឺម្នាក់គឺខិតខំរៀនណាចំណែក CU វិញគឺមុននឹងថ្ងៃប្រឡងចូលមកដល់គឺនាងមិនមានអារម្មណ៍នឹងក្នុងការរៀនទេគឺនាងតែងតែគិតទៅដល់លីម៉ូជានិច្ចនាយកមុនថ្ងៃប្រឡងនេះចូលមកដល់ CU គឺបានរៀបខតសម្លេងមួយគឺទុកទៅឲ្យលីម៉ូចំណែកអេលីម៉ូវិញគឺពេលនេះគឺគាត់ខិតខំរៀនខ្លាំងណាស់សម្បីតែម្ដាយគាត់ឲ្យគាត់សម្រាប់ខ្លះទៅក៏គាត់មិនឈប់នៅក្នុងការរៀនដែរព្រោះគាត់ចង់ទៅរៀនសាលាយ៉ាងពូនោះដើម្បីបានជួប CU ម្ដងទៀតដែលមិនអាចហាមកូនបានពេលនោះយើងក៏បានឃើញថាអ្នកមីងគឺបានយកខ្សែអាប់ដែល CU ផ្ញើមកឲ្យដាក់ចូលទៅក្នុងហឹបរបស់ Limo បន្ទាប់ពីការប្រឡងបានបញ្ចប់ហើយ Limo ក៏បានជាប់នៅក្នុងការប្រឡងមួយនេះហើយគេសប្បាយចិត្តខ្លាំងណាស់ក៏បានរត់ទៅកាន់ផ្ទះរបស់ CU ប៉ុន្តែគេមិនបានឃើញ CU នៅផ្ទះទេអ្នកមីងមួយបានចេញមកប្រាប់គេថាគឺគ្រួសាររបស់ CU គឺបានត្រូវបានប៉ូលីសឃាត់ខ្លួនទៅហើយដោយសារ CU ត្រូវបានប្រឡងធ្លាក់នៅក្នុងការប្រឡងមួយនោះតែធ្វើឲ្យឪពុករបស់ CU ខឹងជាខ្លាំងនិងវាយកូនដោយប្រើអំពើហិង្សាប៉ូលីសក៏មកដល់ចាប់ខ្លួនឪពុករបស់ CU គ្រាន់តែឮរឿងរ៉ាវនេះធ្វើឲ្យ Limo ស្លុតចិត្តជាខ្លាំងថ្ងៃនេះគឺជាថ្ងៃរបស់ Limo ត្រូវលាចេញពីស្រុកកំណើតទៅរៀននៅសាកលវិទ្យាល័យនោះហើយក៏មិនបានជួប Limo នោះទេតាមផ្លូវគេដេកឆ្លងកាត់ស្ពានដែលគេដើរជាមួយគ្នានោះក៏បានឃើញ Limo នៅលើស្ពាននោះបក់ដៃលាគេដោយភាពរីករាយហើយលើមុខនាងគឺពោពេញដោយស្នាមរបួសដែរឪពុកប្រើអំពើហិង្សាទៅលើនាងតាំងពីពេលនោះមកពួកគេទាំងពីរមិនអាចតាក់ទងនឹងផ្ញើខ្សែអាត់ឲ្យគ្នាទៅវិញទៅមកបានទៀតទេមួយឆ្នាំក្រោយមកពួកគេក៏បានជួបជុំគ្នាម្ដងទៀតពេលនេះពួកគេរៀងពេញវ័យចេះដឹងខុសត្រូវជាងមុនហើយនឹងជួបជុំរវាងគ្រួសាររបស់ Limo និងគ្រួសាររបស់ CU នៅពេលដែល Limo កំពុងរវល់ធ្វើកិច្ចការរបស់គាត់ CU ក៏បានជួយទៅជិតគាត់ហើយសួរទៅកាន់ Limo ថាគាត់បានទិញជាមួយនឹងខ្សែអាត់ថតសម្លេងថ្មីហើយមែនទេ Limo ក៏បានឆ្លើយថានៅសាលាអ្នកណាក៏ប្រើរបស់ថ្មីនេះដែរហើយ CU ក៏បាននិយាយថាតើលោកបានស្ដាប់ខ្សែអាត់ចុងក្រោយនោះទេប៉ុន្តែ Limo ក៏បាននិយាយថាទេតែនាងកំពុងនិយាយអំពីអ្វីនៅពេលជូន CU ត្រឡប់ទៅផ្ទះវិញ CU ក៏បានដាច់ចិត្តសួរគាត់ថាតើគាត់ទៅរៀននៅសាលាយ៉ាងហ្វូនោះគឺដោយសារតែនាងមែនទេប៉ុន្តែ Limo បាននិយាយថាទេមិនមែនមកពីនាងទេគឺគាត់គឺចង់ឲ្យគ្រួសារគាត់បានដឹងថាគឺគាត់អាចធ្វើបានដោយលើពាក្យសម្ដីទាំងនេះធ្វើឲ្យនាងអន់ចិត្តជាខ្លាំងពាក្យសម្ដីទាំងនេះវាប្រហារកំទេចបេះដូងនាងយ៉ាងខ្ទេចខ្ទាំអស់ទៅហើយនៅពេលចែកលើគ្នាពួកគេមិនបានលាគ្នាទៅវិញទៅមកទេនៅថ្ងៃចុងក្រោយ CU បានផ្លាស់ទៅរៀននៅសហរដ្ឋអាមេរិកទៅតែធ្វើឲ្យ Limo ដូចបាត់បង់អ្វីនៅក្នុងខ្លួនមួយចឹងសាច់រឿងបន្ទាប់ Limo ក៏បានវិលទៅបន្ទប់នៅវ័យកុមារភាពដែលពួកគេតែងមកលេងជាមួយគ្នាហើយយកខ្សែអាត់មួយនោះយកមកចាក់ស្ដាប់ខ្សែអាត់នោះបានលើសំឡេងពួកគេទាំងពីរនាក់និយាយសារសងគ្នាទៅវិញទៅមកដែលរៀបរាប់អំពីការរស់នៅវ័យវិទ្យាល័យជាមួយគ្នាដែលជាខ្សែអាត់ដែលគេធ្លាប់បានស្ដាប់ពីមុនមកដែលនាងតែងតែចូលចិត្តការ Sunflower នៅពេលដែល Limo បានស្ដាប់ទៅដល់ខ្សែអាត់ចុងក្រោយដែលនាងនិយាយតែគេមិនបានស្ដាប់ពីមុនក្នុងខ្សែអាត់មួយនោះនាងបាននិយាយថានាងមិនចង់ទៅរៀននៅសាលាយ៉ាងវឿននោះទេព្រោះថានាងខ្លាចត្រូវឃ្លាតឆ្ងាយពីពួកគេម្ដងទៀតហើយនៅពេលចុងក្រោយនាងក៏បានសារភាពថានាងបានស្រឡាញ់គាត់គ្រាន់តែស្ដាប់ខ្សែអាត់នេះរួចគឺគាត់ទប់ទឹកភ្នែកមិនជាប់ទេហើយគាត់និយាយថាចង់ឲ្យពេលវេលានេះត្រឡប់ថយក្រោយម្ដងទៀតចង់ឲ្យមិត្តភាពនិងការស្រឡាញ់នេះជួបជុំគ្នាម្ដងទៀតប៉ុន្តែវាមិនអាចដូចដើមដូចពីមុនបានទេព្រោះនាងបានចាក់ចេញទៅឆ្ងាយបាត់ទៅហើយ Limo តែតែមានក្តីស្រមៃចង់សាងសង់ផ្ទះមួយរស់នៅជាមួយនាងនៅពេលអនាគតប៉ុន្តែពេលនេះគេគឺបានសម្រេចក្តីបំណងគេហើយគេបានកែប្រែកន្លែងនោះទៅ
ទៅជាផ្ទះមួយដែលស្រស់ស្អាតដើម្បីធ្វើជាអូតែលមួយហើយគេបានធ្វើវាជា business ទៅហើយនៅពេលមួយគេកំពុងតែរៀបចំដើម្បីជួលធ្វើជាសន្តាគារមួយនោះក៏មានមនុស្សស្រីម្នាក់ដើរចូលមកហើយម្នាក់នោះគឺជាតួឯកស្រីរបស់យើងនេះឯងហើយសាច់រឿងក៏បានកាត់ចប់ទៅត្រឹមហ្នឹងហើយរឿងតទៅមុខទៀតយ៉ាងម៉េចក៏ខ្ញុំមិនដឹងដែរព្រោះរឿងគេចប់ត្រឹមហ្នឹងហើយបន្ទាប់ពីមើលរឿងនេះហើយអ្នកគ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំផងវាជួយជួយវីដេអូខ្ញុំ